រដ្ឋបាលខេត្តព្រះវិហាររៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីគម្រប់73យាងចូល74ព្រះវស្សានៅព្រឹកថ្ងៃទី14ខែឧសភាឆ្នាំ2026នេះរដ្ឋបាលខេត្តព្រះវិហារបានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសខួបចម្រើនព្រះជន្មាយុគម្រប់73យាងចូល74ព្រះវស្សាពិធីនេះត្រូវបានប្រារព្ធឡើងនៅសាលាខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តមប្រាក់សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកស្រីអភិបាលរងខេត្តកងកម្លាំងទាំង3ប្រភេទថ្នាក់ដឹកនាំមន្ទីរអង្គភាពជំវិញខេត្តព្រមទាំងមន្ត្រីរាជការនិងអ្នកពាក់ព័ន្ធជាច្រើនរូបក្នុងបរិយាកាសដ៏មហាអ្នកខិតរឹកនេះថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងមន្ត្រីរាជការទាំងអស់បានប្រគេននៅទេយ្យទានដល់ព្រះសង្ឃនិងអុជទៀនធូបបួងសួងសម្ដែងនៅមហាករុណាធិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យមេត្តាធម៌និងព្រះរាជសកម្មភាពដ៏ឧត្តមឧត្តមរបស់ព្រះអង្គក្នុងឱកាសនោះឯកឧត្តមប្រាក់សុវណ្ណបានអានសារលិខិតថ្វាយព្រះពរដែលមានខ្លឹមសារយ៉ាងមានអត្ថន័យថាក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារយើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងសូមលំអរកាយវិចារចិនបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រនិងបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយ៉ានីខ្មែរគ្រប់ព្រះអង្គជាពិសេសបារមីព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋសូមជួយប្រោះព្រំសពសាធុការពរជ័យថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងមានព្រះរាជសុខភាពល្អបរិបូរណ៍និងព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរជារៀងរហូតតទៅ